មកម៉ាត់នេះសុំសួរតិចមើលថាធ្លាប់ខាំគេបានដងអីហ៎ហើយបងប្អូនឯងនៅទីណានិយាយរត់ថាប្រាប់ភ្លាមមកពុកប្រាប់តិចមកតែខូចចិត្តអីអាចយើងលោតដាក់ក្បាលទៅមុនលឺតោះថ្ងៃសៅរ៍ហើយសប្តាហ៍ទី3អញ្ចឹងវាខែ3ថ្ងៃទី22ឥឡូវពូបានមកដល់ Brown Coffee ពូចង់ដឹងថាទិដ្ឋភាពថ្ងៃសៅរ៍នៅកំពង់សោមនឹងមនុស្សច្រើនប៉ុណ្ណាចាំមើលឲ្យពូកាមេរ៉ាតាពូមកបាត់ឯងទៅមកចេះតែមកទៅគាត់ថាវានឹងអត់ទៅច្រើនបានទេនោះមានបងប្អូនគាត់មានទម្ងន់ហើយបានខែហើយបើអូខេជូនពរបាទគាត់8ខែហើយបាទអូខេឥឡូវយើងបានឃើញឆ្កែមួយនៅតាមផ្លូវពូនឹងធ្វើបច្ចុប្បន្នភាពពីឆ្កែចង់ដឹងថាឆ្កែនឹងធ្លាប់ខាំគេប្រមាណដងឆ្កែនឹងអាយុប្រមាណហើយឆ្កែនឹងមានបងប្អូនប្រមាណនេះជាមួយពូដើរទៅស៊ូវាសិនឯណារត់ទៅណាមិញអូខេឥឡូវយើងបានមកដល់កាហ្វេពូដាក់កាហ្វេមួយកែវទៅប៉ុន្តែមែនតើទៅក៏ពិតរីឡេចេះមែនតើវាស្រស់ស្រាយហ្មងតែមនុស្សស្អីច្រើននឹងស្រួលកំងម៉ែបាទទឹកខ្លះមកវិញឡើងណែនកដនហ្មងគាត់ចូលត្រៀបជូនចាប់ទិញកាហ្វេប្រហែល3គីឡូដីគាត់ទុយនៅអ៊ីបថោងនេះក្បាលនៅប្រោននេះរឿងពិតចឹងបានន័យថាពេលខ្លះវាមនុស្សច្រើនដែរពេលខ្លះគាត់ធម្មតាទៅ Hello មកម៉ាត់នេះសុំសួរតិចមើលថាធ្លាប់ខាំគេបានដងអីហ៎ហើយបងប្អូនឯងនៅទីណានិយាយរត់ថាប្រាប់ភ្លាមមកគេចង់ឲ្យយើងដើរតាមគេចង់ឲ្យយើងដើរតាមគេរៀងរត់ទៅយ៉ាងខ្ញុំមិនបើទៅចូលអត់គាត់ដាក់ស៊ីដាក់ចប់ពីហ្វូនមកបាល់មកខ្ញុំមិនអរ៉ាពេញហ្នឹងឡើយទី Hello ពុកប្រាប់តិចមកតែខូចចិត្តអីអាចយើងលោតដាក់ក្បាលទៅមុនលឺអូអានេះគ្រប់ទឹកហើយដាក់ក្បាលទៅមុនស្រស់ស្រាយFresh ខ្លាំងមែនទេមើលបានមកតមួយគ្នាមកអត់ជុំឲ្យដល់សំខាន់ផុតទេមកណាវិញខ្ញុំខាងពងធំអូបើគ្នានឹងមកបាទមួយតាមកTikTok អូខេអរគុណ